Okay. Computer. Okay. Yeah. Okay, cool. I would like to welcome them. ជ Yeah. ម្រាបសួរ Okay. បងប្អូនទាំងអស់គ្នាជម្រាបសួរជំរាបសួរបងជំរាបសួរបាទជម្រាបសួរភាសាបាយនៅភាសាបាយនៅបាទញ៉ាំហើយបងញ៉ាំហើយបងក៏បាយនៅបាទខ្ញុំហើយដែរហើយកាហ្វេហើយបាទជម្រាបសួរអ្នកគ្រូវិជ្ជការអ្នកគ្រូអាយ៉ាលយម៉ែបែកក្រោយងាប់រស់អ្នកគ្រូខ្ញុំជំរាបសួរបងជំរាបសួរបាទជម្រាបសួរលោកគ្រូផងលោកគ្រូជំរាបសួរបាទបាក់ឡើយនៅអូលើចាជំរាបសួរបងជំរាបសួរបងប្អូនទាំងអស់គ្នាជំរាបបាទសួរជម្រាបសួរអ្នកគ្រូបាទអ្នកគ្រូជំរាបសួរ អូកន្លែងបាក់អូកន្លែងបាក់កន្លែង អូនៅក្នុងឡានបាយទៅបងបាទខ្ញុំញ៉ាំហើយអ្នកគ្រូភាសានៅ ចាយទៅចាញ់ពីក្រោមផនទេហុំវាចេញអូអូបែបបានម្ហូបឆ្ងាញ់ហ្នឹងមើលទៅស្ងោរម្រះវានឹងផមកអាទៀតឈិតឈិតអាយ៉ាស្ងោរម្រះទៀតអូលយហ្មងបាន9នាក់អើយល្អណាស់ជំរាបសួរបងប្អូនអរគ្នាម្ដងទៀតបាន10នាក់អស់ហើយ Hello Hello តារាជំរាបសួរបាទបើកម៉ាយមកបើកម៉ាយបាននិយាយឮបើកជំរាបសួរអូខេជំរាបសួរបាទមកពីយ៉ាសួរដល់ខលពីសួរខ្លះដល់បាបងទាំងអស់ទបាទជំរាបសួរសុខសប្បាយអត់សុកសុខបងសុកញ៉ាំបាយនៅ ញ៉ាំទឹមហួចមាញ់មកដល់ព្រាមមួយទឹមមួយអីហើយទឹមហួចមាញ់បង ប៉ាប់ហ្មងណា ចាបាត់3ម៉ាត់ហើយរំភើបវិញជុំនេះរំភើបអត់រំភើបផងភ័យផងញ័រផងបង អត់អីទេកំភៃនេះជាការយើងនិយាយទៅយើងកំពុងតែហាត់បាទយើងកំពុងតែហាត់រៀនអត់ចាមានចាប់ទោសអូសដំណើរអីទេបាទធ្វើបានប៉ុណ្ណាគឺនឹងហើយគឺជាអឺសមត្ថភាពរបស់យើងម្នាក់បាទហើយចាបងយើងនឹងពង្រឹងជារៀងរាល់ថ្ងៃតរៀងទៅបាទយើងទាំងអស់គ្នាសុចាទ្ធតែជាសេដ្ឋីនិងមហាសេដ្ឋីទាំងអស់គ្នាកំភៃបាទគឺខ្ញុំហ៎ប្រឹងប្រឹងទាំងអស់គ្នាបាទចាអឺមបើយើងមិនប្រឹងអត់មាននរណាមកប្រឹងជំនួសយើងទេដូច្នេះយើងពួតដៃគ្នាសាមគ្គីមួយគ្នាបកិស្មារគ្នាធ្វើហ្មងបាទចាបងចាបាទស្រតើឡាញ់គ្នាធ្វើសិនបាត់ដឹងថាខុសត្រូវចាំកែក្រោយនឹងហើយបើយើងអត់ធ្វើយើងអត់ដឹងទេធ្វើបាទចាហើយកុំខ្លាចអត់មានខ្លាចទេអត់មានបញ្ណាប្រកែកជាងអ្នកណាឯងបាទយើងធ្វើបាទធ្វើចាអូខេបងចាបាទចាអូខេបាទចាបងចាអូខេជម្រាបសួរបងប្អូនបាទអញ្ជើញចូលបាទសួរបងប្អូនទាំងអស់គ្នាបាទជម្រាបសួរ
បាន12នាក់ហើយល្អណាស់ទៅពេលគាត់5នាទីទៀតចុះបាទ5នាទីទៀតយើងចាប់ផ្ដើមបាទបាន12ហើយបងប្អូនហូបបាយនៅ hộp ơi bong hộp ơi បាទមានតែគ្រូមួយនឹងឆ្លើយគេនឹងអត់មានណាឆ្លើយផង ហើយពូហើយ បាទបាទអីហូប ខ្ញុំ បាទម្ហូប ញ៉ា អីបាទម្ហូបអីបាទ នៅអូហ្វីសបានស្ងោម្រះហ៎ពូ អូម្ហូបយើងខ្ញុំចូលចិត្តបំផុត nhắm បាទ thêm này có đặt hộp từ còn hộp បងប្លាស្ដាយក្រោយអត់បងបងឯងទៅខេត្តហ៎ អូអញលោកគ្រូទៅខេត្តទៀតហើយទៅខេត្តណា cái cray ôn tại bị mục mau bắt tập bóng cái team miền Tây វ៉ាវជូនពរសំណាងល្អជួបគ្នាឲ្យច្រើនបាទ ở ខា đây ងទៅបាត់ដំបង đây យូរហើយ miền là chức năng để đây បាទ nơi bị mục miền mà hộp ឬសុបាត់ដំបងចង់ទៅដល់ហើយនេះខ្ញុំ mà chung cái này bỏ បាទអត់អីទេលោកគ្រូបាទយើងយើងដើរទៅរួមគ្នាអត់អីទេលោកគ្រូសុទ្ធតែសុទ្ធតែមានលៀនអ្នកទាំងអស់គ្នាបាទយើងនឹងខ្លាចជាសទ្ធិទាំងអស់គ្នាធ្វើទាំងអស់គ្នាអូខេបាន14នាក់ហើយបងប្អូនខ្ញុំទុកពេលឲ្យ4នាទីបាទបងប្អូន4នាទីទៀតយើងចាប់ផ្ដើមបាទកុំឲ្យខាតពេល ជំរាបសួរអ្នកបងបើកម៉ៃមកបើកម៉ៃអត់បើកអត់ឮទេអត់អីទេណាបងបើកនិយាយអាចនិយាយសិនបានព្រោះយើងនៅចាំបងប្អូនបាទ ចាជំរាបសួរលោកគ្រូ បាទជំរាបសួរបាទបាទ ខ្ញុំកំពុងលើដងវិថីនៅឡើយទេអត់ត អូ ន់ទៅតាមដល់គេ អូ លោក ខេ គ្រូ បាទអូខេ ចា ជូនពរសុខសប្បាយតាមផ្លូវបាទ ចាលោកគ្រូអរគុណច្រើន បាទភាសាបាយនៅណាបង នៅលោកគ្រូខ្ញុំទៅចេញពីកន្លែងឃ្លាំងមក អូអូខេបាទបា ចា ទ ចា បាទជូនព ហើយ រ លោកគ្ សុ រូ ខសប្បាយ ផ្សារ តាម បាយ ផ្លូវ ហើយទៅ បាទខ្ញុំហើយបាទបងមិនខ្លាច ចា អស់កម្លាំងបាទញ៉ាំមកហើយយកកម្លាំងដើម្បីសម្ភារអូនលេងបាទ ចាលោកគ្រូ សម្ភារគាត់ឲ្យ ចូលបានប៉ុណ្ណេះលោកគ្រូចូលបានប៉ុណ្ណេះហើយអត់តន់បាន បាទ មើល បង ឃើញ អូខេបាន14នាក់ហើយបាទបាន14នាក់ បាន ហើយ 4 10 បាន 14 14នាក់ហ៎អូ បាទ 14 14បាទខ្ញុំទុកពេល ចា គាត់ពី3នាទីទៀតបាទ ខ្ញុំកំពុងធ្វើដំណើរតាមផ្លូវនៅឡើយលោកគ្រូ អត់អីទេអត់អីទេបាទបាទសុខសប្ ចា បាយតាមផ្លូវណាបងបាទ ចាអរគុណច្រើនលោកគ្រូ អូខេអរគុណបាទ ចា ជម្រាបសួរបងប្អូនអរគ្នាជម្រាបសួរហូបបាយនៅ Jason, make sure the guest speaker will open the camera. yeah okay I told them I told her already yeah Okay. ôn lên
បើកកាមេរ៉ាបើកមូតមកយើងនឹងចាប់ផ្ដើមប្រហែលជាមួយនាទី2នាទីទៀតបាទបើកកាមេរ៉ាឲ្យឃើញគេឃើញមុខបាទតារា ចាបង ចា អែមសុកលេងបាទជំ ចា រាបសួ ឃើញ រ បងឃើញ អូ ចា ខេបើកមុខមកលោកគ្រូយើងចង់ឃើញមុខអូលយណាស់អូយ៉ា បងអ យ៉ា ភ័យបងភ័យ អភ័យទេអត់កំភ័យធម្មតាឯងបាទបើសិនជាមិនភ័យណាអានឹងគឺអានឹងបានថាអត់ល្អឯងបើអ្នកណាដែល ចា មានទូនាទីឡើងមកធ្វើកម្មវិធីអញ្ចឹងណាបើយើងភ័យ ចា ណាបានន័យថាយើងល្អយើងកំពុងតែយើងកំពុងតែត្រៀមខ្លួនយើងកំពុងតែអឺស្វឹងស្មាតយើងកំពុងតែធ្វើតាំងសមាធិឲ្យនឹងនៅហើយប៉ុន្តែធម្មតាឯងបើអ្នកណាមិនភ័យណារឿងចម្លែកហើយបាទ ចា ខ្ញុំក៏ភ័យដែរបាទអ្នកណាក៏ភ័យដែរជឿខ្ញុំទៅអ្នកណាក៏ភ័យដែរទោះបីមានបទពិសោធន៍ប៉ុណ្ណាក៏ដោយព្រោះអីការនិយាយណាបាទការនិយាយនេះនៅក្នុង Zoom ហ្នឹងណាបើសិនជាឡើងឆាកបាទកាន់តែភ័យបាទ ចា ប៉ុន្តែយើងនឹងវឹកហាត់ទាំងអស់គ្នាបាទយើងដើរទៅជុំគ្នាហើយយើងនឹងជោគជ័យរួមគ្នាអូខេ ចា ចា កំ បង ភៃ ចា កំភៃនិយាយបានល្អប៉ុណ្ណាយើងយកប៉ុណ្ណឹងហើយយើងកែសម្រួលថ្ងៃក្រោយយើងអាកន្លែងណាខុសយើងកែហើយយើងកាន់តែល្អឡើង Yeah. ចាបងចា អូខេបាទ ចា អូខេដើម្បីកុំឲ្យខាតពេលវេលាឥឡូវនេះម៉ោង7:15នាទីហើយយើងមានគ្នា16នាក់ខ្ញុំគិតថាសមរម្យអញ្ចឹងយើងអាចចាប់ផ្ដើមកម្មវិធីយើងបានបាទជម្រាបសួរបងប្អូនទាំងអស់គ្នាម្ដងទៀតបាទនៅក្នុងរាត្រីនេះបាទខ្ញុំមានយើងមានឱកាសមានកិត្តិយសណាស់ដែលមានវាគ្មិនដ៏ល្អដ៏ល្អដ៏ពូកែដ៏ឆ្លាតបាទគឺអូនសុកលេងគាត់នឹងឡើងមកបកស្រាយអំពីអត្ថប្រយោជន៍នៃម៉ាស៊ីន VitaWave បាទបងប្អូនអាចពេលដែលគាត់ពេលគាត់ធ្វើបទបង្ហាញបងប្អូនបើមានចំណុចណាល្អអាចកត់ទុកបានបាទកត់ទុកទៅហើយបើមានសំណួរសូមមេត្តាកំតាន់សួរចាំដល់ពេលគាត់ធ្វើចប់បាទនោះបងប្អូនអាចសួរគាត់បានអូខេបាទបាទអូខេឥឡូវនេះឥឡូវហើយនៅត្រៀមខ្លួននៅអូនលេងត្រៀមនៅ ត្រៀម អូខេ បងត្រៀមចាបង អូខេ ចា ឥឡូវឥ ចា ឡូវយើងផ្ដើមណាយើងផ្ដើម ចា យើងផ្ដើមបាទខ្ញុំជម្រាបសួរអូនបាទ ចា អូន ជំរាបសួរបង បាទជម្រាបសួរបាទសុខសប្បាយទេបាទថ្ងៃហ្នឹង ចាសុកបងសុក បាទមើលទៅមុខដឹងហើយបើមិនសុខមកជើងចម្លែកមុខឲ្យញឹម ចា ហ្មងមុខលុយបានលុយច្រើនមែនទេលុយច្រើនណាស់លុយ លុយច្រើនបងលុយច្រើន អាយ៉ាអូយអបអរសាទរបាទហូបអីនៅបងអូន ញ៉ាំហើយបងញ៉ាំហើយហី អូខេល្អណាស់បាទអឺមដើម្បីជាកិច្ចចាប់ផ្ដើមបាទខ្ញុំសូមឲ្យបងអូនបាទបង្ហាញខ្លួនដូចជាឈ្មោះអូននៅស្រុកណាហើយបងអូនពីដើមឡើយធ្វើការងារអ្វីខ្លះហើយហេតុអ្វីបានជាចូលមកពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនយើងក្រុមហ៊ុន Royal Bosta បាទសូមអញ្ជើញ ចាអរគុណច្រើនបងចា អរគុ ជា ណបាទ ដំបូងចាជាដំបូងជំរាបសួរថ្នាក់ដឹកនាំនៅក្នុងប្រទេសហើយនិងក្រៅប្រទេសហើយនិងជំរាបសួរអឺថ្នាក់ដឹកនាំនៅក្នុងស្រុកទាំងអស់ចាជាទីគ្រប់ចានាងខ្ញុំក្នុងអែមសុកលេងចានៅស្រុកសរិនថើខេត្តកំពង់ចាម អ្នកកំពុងចាមអូអញ្ចឹងមិនស្ ចា អាតណាស់លោក ចាអញ្ចឹងគឺមុនដែលខ្ញុំចូលរួមនៅក្នុងRoyal Bosta នេះគឺនាងខ្ញុំពីមុនមានបញ្ហាសុខភាពចាហើយនឹងអាជីពដើមរបស់ខ្ញុំហ្នឹងក៏ធ្លាប់នឹងធ្វើនឹងទីផ្សារ network marketing ហ្នឹងច្រើនឆ្នាំដែរចាអញ្ចឹងក៏នាងខ្ញុំបានមកស្គាល់ក្រុមហ៊ុន Royal Bosta នេះចាដោយចាអ្នកផ្ដល់ឱកាសឲ្យខ្ញុំគឺថ្នាក់ដឹកនាំអបដាន Chairman ប៊ូចកាហើយនឹងអបដាន Chairman សំចិនទីណាដែលឲ្យខ្ញុំមកស្គាល់ក្រុមហ៊ុន Royal Bosta ចា អូខេបាទពេលដែលបងអូនចាប់ផ្ដើមជាមួយនឹងក្រុមហ៊ុន Royal Bosta របស់យើងហ្នឹងគឺតាំងពីកាលអូន ចាតាំងពីថ្ងៃទីខែ12 នៅខែ12ឆ្នាំ2025 ចា
អូខេល្អបាទពេលនោះអឺពេលដែលបងអូនធម្មតាក្រុមហ៊ុនថ្មីបងអូនចូលមកដល់បងអូនមានបងអូនមានចំណាប់អារម្មណ៍នឹងថានឹងធ្វើភ្លាមឬក៏គ្រាន់តែចង់ភ្លក់អឺនៅផលិតផលដែលគេមានបាទសាកភ្លក់អីចឹងទៅបាទ ចាសម្រាប់ខ្ញុំមើលឃើញពីទី1ចាប់អារម្មណ៍ពី2ទី1ផលិតផលទី2ក្រុមហ៊ុនចាហើយនឹងផែនការទីផ្សារផលិតផលស្អីគេអូនផលិតផលទី1កាហ្វេទី2គ្រីនទី3បន្ទះតេរ៉ាហឺតទី4គឺម៉ាស៊ីនអូខេបាទអញ្ចឹងបានន័យថាបងអូនចាប់ផ្ដើមប្រើទាំង4តែម្ដងឬយ៉ាងម៉េចចាខ្ញុំប្រើទាំង4រួមគ្នាក្នុងពេលតែមួយអូខេល្អហើយដោយសារបងអូននៅពេលនោះបងអូនមានសុខភាពមានបញ្ហាសុខភាពឬយ៉ាងម៉េចបានជាបងអូនចាប់អារម្មណ៍ប្រើទាំងអស់ចាខ្ញុំពីមុនខ្ញុំមានបញ្ហាសុខភាពចាពីមុនគឺនាងខ្ញុំមានបញ្ហាទី1គៀបផ្សៃឆ្អឹងខ្នងចាហើយនឹងចាញ់អាកាសធាតុហើយនឹងមានអារម្មណ៍ថាពេលញ៉ាំបាយហើយងុយគេងអូបាទអឺគឺមានការគៀបសរសៃបាទហើយចាញ់អាកាសធាតុហើយចាបាយហើយគេតែងុយគេងចា ហើយមិនទៀតបាទមិនទៀតហើយមានអារម្មណ៍ថាពេលត្រូវម៉ាស៊ីនត្រជាក់ហ្នឹងខ្ញុំពិបាកខ្លួនមែនទែនដែលខ្ញុំចាញ់ត្រជាក់ហ្នឹងព្រោះអីមកពីជើងខ្ញុំត្រូវត្រជាក់ក៏ពិបាកហើយនឹងអង្គុយក៏ពិបាកដើរក៏ពិបាកឈរក៏ពិបាកដែរជាពិសេសត្រូវម៉ាស៊ីនត្រជាក់ពិបាកខ្លាំងមែនទែនដល់ពេលពិបាកចឹងទៅសុំកាត់អូនពិបាកហ្នឹងវាចុកវាចាប់ឬក៏យ៉ាងម៉េចបាទខ្ញុំពិបាកហ្នឹងគឺចុកចាប់នៅកន្លែងជើងខ្ញុំពេលដែលខ្ញុំឈឺកន្លែងហ្នឹងគឺគេផ្សាយឆ្អឹងហ្នឹងត្រូវមិនសិនជាអត់កើតទេត្រូវជាអត់កើតអញ្ចឹងធ្វើឲ្យខ្ញុំហ្នឹងឈឺខ្លាំងមែនទែនដល់ពេលឈឺខ្លាំងអញ្ចឹងទៅភ្នែកខ្ញុំហ្នឹងត្រូវមិនសិនជាហូរចាញ់ដែរព្រោះត្រូវតែពិបាកខ្លួនដល់ពេលអញ្ចឹងទៅចាដល់ពេលខ្ញុំបានប្រើពីផលិតផលហ្នឹងទៅធ្វើឲ្យខ្ញុំប្រសើរឡើងច្រើនជាងមុនតាំងពីជើងដែលខ្ញុំមិនទាន់បានប្រើហ្នឹងតាំង4មុខហ្នឹងជាពិសេសគឺម៉ាស៊ីនចាពេលមុនខ្ញុំឡើងលើម៉ាស៊ីនហើយប្រើពីផលិតផលហ្នឹងគឺខ្ញុំពិបាកខ្លួនមែនទែនដល់ពេលខ្ញុំបានប្រើមួយរយៈហើយនឹងខ្ញុំឡើងលើម៉ាស៊ីនទៅធ្វើឲ្យជើងខ្ញុំហ្នឹងពីមុនដើរក៏ពិបាកអង្គុយក៏ពិបាកឈរយូរក៏ពិបាកដែរឈឺមកជាហ៊ានខ្លួនចាបាទអូខេដូច្នេះបានន័យថាប្អូនបានសម្រេចចិត្តធ្វើអាជីវកម្មជាមួយនឹងក្រុមហ៊ុន Royal Dostar នៅកម្ពុជាយ៉ាងនេះគឺដោយសារប្អូនឃើញផលិតផលល្អហើយប្អូនបានសាកហើយបានប្រើដល់ហើយលទ្ធផលគឺបានតាមការបានពេញចិត្តបាទហើយបានជានៅបញ្ហាសុខភាពដែលប្អូនមានពីមុនមកមែនអត់បាទចាបងចាបាទហើយឥឡូវមកទល់ពេលនេះមើលតាំងពីខែ12មកដល់ពេលនេះវាចូល8 9ខែណាបងអូនចាបាទហើយអញ្ចឹងដូច្នេះដើម្បីកុំឲ្យបងប្អូនយើងក៏ទន្ទឹងរង់ចាំព្រោះអីយប់នេះបងអូនមានទូនាទីឡើងមកបង្ហាញអំពីអត្ថប្រយោជន៍ទាំង5នៃម៉ាស៊ីន Vitavel របស់យើងមែនអត់បាទចាបងចាបាទដូច្នេះដោយសារនេះជាលើកដំបូងហើយដូច្នេះខ្ញុំអត់ទាន់ធ្វើដើម្បីឲ្យពិបាកបងអូនទេគឺអត់ឲ្យមានធ្វើជា slide ជាអីទេបាទចាំលើក្រោយយើងនឹងបន្ថែមដើម្បីឲ្យបងប្អូនបានឃើញអំពីសមត្ថភាពរបស់បងប្អូនហើយនឹងអំពីសមត្ថភាពបងប្អូនយើងទាំងអស់គ្នាបាទឥឡូវនេះដើម្បីកុំឲ្យខាតពេលវេលាខ្ញុំសូមអញ្ជើញបងប្អូនបាទចាប់ផ្ដើមរៀបរាប់អំពីអត្ថប្រយោជន៍នៃម៉ាស៊ីនយើងនឹងម្ដងមួយឲ្យបានច្បាស់ហើយបងប្អូនអាចនិយាយដោយអាចនិយាយបានវែងបន្តិចក៏បានដែរដើម្បីឲ្យបងប្អូនយើងបានស្គាល់បានដឹងច្បាស់ថាអត្ថប្រយោជន៍ទាំង5នោះមានអ្វីខ្លះបាទសូមអញ្ជើញចាបងចាអរគុណច្រើនមែនទែនចាអញ្ចឹងគឺនឹងខ្ញុំមកណែនាំពីអត្ថប្រយោជន៍ពីម៉ាស៊ីនចាអញ្ចឹងគឺម៉ាស៊ីន Vitavel គេហៅថាចាម៉ាស៊ីនម៉ាស្សាបាតជើងអញ្ចឹងចំណុចទី1ដែលជួយដល់សុខភាពយើងមុនគេហ្នឹងអ្នកដែលគាត់មានបញ្ហាឈឺសន្លាក់ចាឈឺសន្លាក់ឈឺសាច់ដុំសន្លាក់បាទសន្លាក់
ឈឺសន្លាក់សាច់ដុំចាអញ្ចឹងពេលអ្នកដែលគាត់មានបញ្ហាសុខភាពហ្នឹងចាពេលគាត់ឡើងលើម៉ាស៊ីនហ្នឹងទៅធ្វើឲ្យសុខភាពហ្នឹងធ្វើឲ្យសរសៃជើងរបស់គាត់ហ្នឹងទៅសម្រួលនៅសរសៃឈាមគាត់ខាងក្នុង អូ ចាអញ្ចឹងធ្វើ បាទ ឲ្យសុខភាពរបស់គាត់ប្រសើរឡើងច្រើនជាងមុនអ្នកដែលគាត់មានបញ្ហាឈឺសន្លាក់ពេលគាត់ឡើងលើម៉ាស៊ីនហ្នឹងទៅទទួលបានផលភ្លាមអញ្ បា ចឹង ទ ហ៎បងចា បាទ ហើយ អឺ ចាគឺ សូមអូនលើកឧទាហរណ៍មួយថាយ៉ាងតូចមួយថាដែលវាជួយឲ្យសន្លាក់នឹងបានផលនោះផលបែបមិនដែរអូនដូចជា ចាទីមួយដែលដូចខ្ញុំក៏មានបញ្ហាឈឺសន្លាក់ឈឺជង្គង់ចា បាទ គៀប បាទ ផ្សាយដល់ដងហើយនឹងឈឺសន្លាក់ទៀតឈឺជង្គង់របស់ខ្ញុំហ្នឹងគឺដំបូងដែលមុននឹងការខ្ញុំឡើងលើម៉ាស៊ីនហ្នឹងចាអ្នកដែលគាត់មានបញ្ហាសន្លាក់ហ្នឹងគឺកន្លែងក្បាលជង្គង់ហ្នឹងគឺប្រៀបធៀបដូចយើងថាអស់អាប្រេងដែលក្បាលជង្គង់ហ្នឹងយើងងើបទៅតែខ្ញុំមានអារម្មណ៍ថាវាដូចជាតឹងតសៃណា បាទ ដល់ពេលអញ្ចឹងធ្វើឲ្យយើងហ្នឹងពិបាកនឹងការអង្គុយពិបាកនឹងការឈរថែមទៀតបើ បាទ បើឈរហើយគ្រាន់បើតែបើអង្គុយវិញពិបាកនឹងការក្រោកឡើងមកវិញព្រោះអីវាតាំងតសៃកន្លែងហ្នឹងដល់ បាទ ពេល បាទ ខ្ញុំឡើងលើចាដល់ពេលឡើងលើម៉ាស៊ីនហ្នឹងទៅឲ្យតសៃរបស់យើងហ្នឹងទៅសម្រួលហើយវាមានរំនឹងនឹងតសៃអកន្លែងក្បាលជង្គង់របស់យើងហ្នឹងហ្មងធ្វើឲ្យតសៃឈាមរបស់គាត់ហ្នឹងលែងតឹងដោយមកបន្ធូរនឹងការគាត់ឈឺសន្លាក់ហ្នឹង បាទអូខេអរគុណបាទខ្ញុំបានន័យថាមុនពេលប្រើហើយនឹងមុនក្រោយពេលប្រើគឺបានន័យថាម៉ាស៊ីនយើងនឹងអាចជួយសម្រួលឲ្យតសៃយើងសន្លាក់យើងនឹងវាមានភាពប្រសើរជាងមុនដែលថាយើងអាចអង្គុយបានស្រួលជាងមុនយើងអាចឈរបានល្អស្រួលជាងមុនហើយចុះពេលដែលយើងដើរអីវាលែងឈឺដែរឬអត់ វាលែងឈឺឯងបងព្រោះអីកាលណាតើយើងឈឺស្លាហ្នឹងដោយសារយើងតឹងអាសរសៃនិងសរសៃពូយើងនៅខាងក្នុងហ្នឹងហ្មងដល់ពេល បាទ ពេលយើងឡើងលើម៉ាស៊ីនហ្នឹងទៅម៉ាស៊ីនហ្នឹងវាទៅធ្វើការតាក់ទងជាមួយសរសៃពូរបស់យើងអញ្ចឹងហើយវាបន្ធូរនឹងអាការៈដែលតាំងយើងឈឺហ្នឹងហើយនឹងការបំបត្តិនឹងការបន្ធូរនឹងការសរសៃរបស់យើងតឹងហ្នឹងអញ្ចឹងធ្វើឲ្យសរសៃឈាមរបស់យើងហ្នឹងវាស្រួលឡើងមកវិញ បាទ វាលែ អូ ង ខេ តឹង អូ ណា ល្អមែនបាទអញ្ចឹងបានន័យថាម៉ាស៊ីនយើងនេះបានគឺម៉ាស៊ីនហ្នឹងវាល្អខ្លាំងគឺបានវាសម្រួលទៅឲ្យសរសៃយើងហ្នឹងកុំឲ្យមានភាពតានតឹងកុំឲ្យវាឲ្យថាសម្រួលទៅមិនឲ្យឈាមអាចហូរបានល្អដល់ពេលហ្នឹងយើង ចា លែងមានបញ្ហាជាមួយនឹងសរសៃសន្លាក់មែនអត់បាទអញអ៊ីនធឺណិតបងប្អូនចាំបន្តិចហើយអ៊ីនធឺណិតគាត់មានបញ្ហាអូខេហើយអញ្ចឹងចំណុចទី1វាជួយសម្រាកជួយសម្រាកយើងចុះបន្តមកទៀតនេះអីទៀតអូន ទី2ចាឈឺសាច់ដុំហើយនឹងគៀបសរសៃ អូអឺសាច់ដុំនិងគៀបសរសៃបាទ ចាចាពូខ្ញុំក៏មានបញ្ហានឹងដែរដែលសាច់ដុំធម្មតាការគៀបសរសៃឆ្អឹងក្នុងគឺសាច់ដុំអាកន្លែងកញ្ចងចេញខ្លួនជើងរបស់ខ្ញុំហ្នឹងវាតាំងកន្លែងហ្នឹងពេលដើរអីក៏ពិបាកនឹងការជើងចាហ៊ានដែរព្រោះវាតាំងសរសៃដល់ពេលអញ្ចឹងសាច់ដុំហ្នឹងវាចាប់នឹងតែមកកន្លែងឡើងរឹងកពើពេលគេងអីក្តៅគឺដូចគេទៅហាលមូខ្ពើតែដល់ពេលខ្ញុំចាដល់ពេលខ្ញុំមានបញ្ហាហ្នឹងឈឺខ្លាំងយប់អីពិបាកនឹងការគេងដល់ពេលឡើងលើម៉ាស៊ីនហ្នឹងទៅម៉ាស៊ីនហ្នឹងវាទៅបន្ធូរនឹងសាច់ដុំរបស់យើងបន្ធូរនឹងការគៀបផ្សៃឆ្អឹងក្នុងរបស់យើងហើយនឹងចាវាកាត់បន្ថយនឹងការតែនតឹងនៅសរសៃឈាមសរសៃជើងរបស់ខ្ញុំអាហ្នឹងដែលថាជួយនឹងសាច់ដុំរបស់យើងបាន បាទអូខេទី1ជួយសម្លាក់ទី2ជួយសាច់ដុំហើយនឹងដុំ គៀប ហើយនឹងគៀ កា ប រគៀប ផ្សៃ សរសៃបាទចុះទី ចា 3 ទី3តកតងជាមួយនឹងការអ្នកដែល បងប្អូនអធិស្ឋានគាត់អ៊ីនធឺណិតគាត់អត់សូវល្អទេ ចាវាទៅពង្រឹងនឹងសរសៃឈាមរបស់ខ្ញុំពេលដែលមុននឹងដាខ្ញុំឡើងលើម៉ាស៊ីនហ្នឹង
ក៏ពិបាកនឹងការចាប់អីដែលចាប់យ៉ាងរបូតរបូតព្រោះវាស្ពឹកចុងដៃចុងជើង អូ ពួកភាពខ្សែ បាទ ក្នុងអញ្ចឹងបាច់ខ្ញុំរត់អត់ដល់ទេចាដល់ពេលខ្ញុំឡើងលើម៉ាស៊ីនហ្នឹងទៅពង្រឹងនៅទី1ទៅរំនឹងនៅសរសៃ អធិស្ឋានបងប្អូនអ៊ីនធឺណិតក៏អត់ល្អទេ មួយនឹងអាខ្លាញ់ទុនដៃទុនចឹងធ្វើឲ្យខ្ញុំនឹងមានរំនឹងនឹងការដៃនឹងវាកាន់អីជាប់ឡើងមកវិញ អូនអូនអត់ទៅសុំសួរបន្តិចគឺដោយសារម៉ាស៊ីនហ្នឹងវាជួយសម្រួលឲ្យឈាមយើងនឹងរត់ល្អឬក៏យ៉ាងម៉េចបានជាពេលហ្នឹងអូនដៃអូនគឺថាលេងចាប់អីរបូតចាប់អីរបូតបាទ ចាព្រោះអីព្រោះដែលខ្ញុំឡើងលើម៉ាស៊ីនហ្នឹងវាទំលំហូរព្រោះធម្មតាការខ្ញុំមុននឹងខ្ញុំឡើងលើម៉ាស៊ីនហ្នឹងឈាមវាស្ទះបានន័យថាស្ទះវាស្ពឹកដៃចុងជើងដល់ បាទ ពេល បាទ ខ្ញុំឡើងលើម៉ាស៊ីនហ្នឹងទៅម៉ាស៊ីនហ្នឹងវាទៅតាក់ទងជាមួយរំលាយនឹងសរសៃឈាមរបស់យើងឈាមយើងកន្លែងពោះកន្លែងណាវាទៅរំលាយកន្លែងហ្នឹងធ្វើឲ្យឈាមរបស់ខ្ញុំលំហូរបានល្អប្រសើរច្រើនជាងមុនហើយ អូខេ ដៃ បាទ ចាវាចាប់អីបានច្រើនជាងមុន ហើយយើងចាប់ទៅលេងរបូត ចា បាទ លេង ចាប់ របូ បាន តជាងមុន បាទ ចា ពីដើមឡើយយើងមានបញ្ហាចាប់អីគឺតែរបូតដោយសារចង្ដៃចុងជើងហ្នឹងវាត្រជាក់មែនអូនវា ចា ត្រជាក់ ជា មែនអូ ព្រោះ បាទ ឈាមរត់អត់ដល់គ្នាដោយតែវាស្ពឹកហើយត្រជាក់ដល់ពេលខ្ញុំឡើងលើម៉ាស៊ីនហ្នឹងទៅវាទៅលំហូរនឹងខ្សែឈាមរបស់ខ្ញុំលែងឲ្យតែនតាំងដូចមុនហើយចាប់អីក្នុងដៃនេះកាន់ទៅអត់ដូចស្ពឹកអត់ដូចមុនទេកាន់ទៅយើងមានរំនឹងនឹងចុងដៃចុងជើងរបស់យើងឡើងមកវិញ អូខេល្អបាទអូខេចុះទី4 ទី4តកតងជាមួយនឹងការចិត្តលៀងចិត្តពុលនៅក្នុងខ្សែឈាមព្រោះធម្មតាពេលដែលខ្ញុំមានបញ្ហាសុខភាពហ្នឹងគឺខ្ញុំធ្វើការហត់យ៉ាងណាក៏ដោយច្រើនយ៉ាងណាក៏ដោយវាអត់ចាញ់ញើសទេគ្រាន់តែមួយសើមដូចយើងចត់តាក់បតក់នៅស្បែកជើងនៅខាងក្រៅវាអត់ចាញ់ញើសដូចអញ្ចឹងតែដល់ពេលខ្ញុំឡើងលើម៉ាស៊ីនហ្នឹងទៅធ្វើឲ្យខ្ញុំហ្នឹងបែកញើសខ្លាំងមែនតើដែលខ្ញុំឡើងលើម៉ាស៊ីនហ្នឹងព្រោះ ធម្មតាមានបញ្ហាជំងឺហ្នឹងអត់មានបែកញើសទេដល់ពេលខ្ញុំឡើងលើម៉ាស៊ីនហ្នឹងទៅវាទៅបណ្ដេញនឹងការលៀងចិត្តពុលខ្ញុំពីខាងក្នុងមកបែកញើសហើយមានអារម្មណ៍ថាស្អិតហើយតាក់ទងជាមួយសរសៃឈាមរបស់ខ្ញុំហ្នឹងចាតាក់ទងនឹងវាទៅលំហូរនៅក្នុងសរសៃឈាមយើងបានច្រើនជាងមុន អូខេហើយ ចា អញ្ចឹងបានថាចំណុចទី4គឺម៉ាស៊ីនហ្នឹងអាចជួយកម្ចាត់ លៀងចិត្ត ជាតិ ពុល ពុល បាន នៅក្នុងខ្លួនយើងបានបាទ ចាចា បានល្អខ្លាំងឬក៏ល្អល្មមឬក៏ល្អតិចអូន ល្អខ្លាំងដែរបងព្រោះអីមនុស្សដែលមិនដែលមានបែកញើសសោះដល់ពេលឡើងលើម៉ាស៊ីនហ្នឹងទៅធ្វើឲ្យបែកញើសដូចយើងមុជទឹកទៅប៉ុន្តែមានអារម្មណ៍ថាវាចេញពីខាងក្នុងមករៀងស្អិតដល់ដាក់បាន3ដងទៅធ្វើឲ្យញើសរបស់យើងហ្នឹងបែកញើសតែប៉ុន្តែបែកញើសមកធម្មតាឡើងមកវិញវាលែងស្អិតដូចមុនណាចា បាទចឹងបានថាពេលដំបូងហ្នឹងយើងមានអារម្មណ៍ថាញើសយើងស្អិតបានថាជាតិពុលច្រើនមែនទេអូន ចាចា អូខេបាទយល់បាទចុះដល់ក្រោយពេលដែលយើងឡើងជាប្រចាំទៅញើសយើងហ្នឹងវាទៅជាធម្មតាវិញឬយ៉ាងម៉េចបាទអធិស្ឋានបងប្អូនអ៊ីនធឺណិតក៏អត់សូវល្អទេ ញើសដែរប៉ុន្តែអត់ដូចមុន បាទអូខេបាទអូខេបងអូនបានលើកឡើងនោះ4ចំណុចហើយបាទគឺចំណុចទី1គឺវាជួយសម្លាក់យើងបាទទី2គឺវាជួយសាច់ដុំ សាច់ ហើយ ដុ នឹង ំ ជួយ សរសៃ ការគៀបសរសៃបាទ ចា ទី3គឺឲ្យដំណើរឈាមរត់យើងបានដើរល្អបាទទី4គឺលាងជាតិពុលចុះទី5 ទី5ដែលពីមុនដែលខ្ញុំមានបញ្ហាសុខភាពហ្នឹងខ្ញុំគេងអត់បានស្រួលទេថ្ងៃយប់គេងអត់បានស្រួលព្រោះអីវាមានអាការៈឈឺចុកចាប់នៅក្នុងរាងកាយរបស់ខ្ញុំចាពិបាកនឹងការគេងដល់ពេលខ្ញុំឡើងអី បាទ ខ្ញុំឡើងលើម៉ាស៊ីនហ្នឹងទៅធ្វើឲ្យខ្ញុំហ្នឹងគេងលក់ស្រួលស្កប់ស្កល់ទូទៅគេងបានតែ10នាទីក៏មានអារម្មណ៍ថាគេងស្កប់ហើយស្រឡះខ្លួនច្រើនជាងមុន បាទទោះបីយើងគេងបានតិចម៉ោងមែនក៏ប៉ុន្តែយើងគេងទៅវាស្កប់មែនទេបាទ ចា
ចា អូខេបាទអូខេអូបាទល្អណាស់បាទហើយទន្ទឹមដែលពួកអីបងអូនបាននិយាយថាបងអូនបានចូលអឺធ្វើជាមួយនឹងធ្វើអាជីវកម្មជាមួយនឹងក្រុមហ៊ុនយើងនឹងតាំងតែពីតាំងពីខែ12ឆ្នាំទៅមកដល់ឥឡូវហ្នឹងវា8 9ខែហើយតាមមកដល់ពេលនេះហៅបងអូនអូអ៊ីនធឺណិតទៀតហើយអ៊ីនធឺណិតអូនណាសើល្អសោះអូនលេងអើយ Hello ចា ឮខ្ញុំអត់បងនិយាយម្ដងទៀតខ្ញុំអត់សូវមានសេវាបងសុំឲ្យបងនិយាយម្ដងទៀតខាងខ្ញុំអត់សូវមានសេវាចាប់ដាច់អូខេបាទខ្ញុំចង់សួរអូនចេះមកដល់ម៉ោងនេះអូននៅជាមួយក្រុមហ៊ុនយើងនឹងបាន8 9ខែហើយមិនអញ្ចឹងណាចា អូខេហើយតើបងអូនធម្មតាយើងមានអតិថិជនរបស់យើងនៅក្នុងដៃហើយតើបងអូនមានអតិថិជនណាដែលយើងអាចថាយកគាត់ធ្វើជាសាក្សីរស់បាទដែលគាត់ធ្លាប់មានបញ្ហាដូចអូនឯងអញ្ចឹងណាហើយគាត់អាចក្រោយពេលដែលគាត់បានញ៉ាំកាហ្វេក្រោយពេលដែលគាត់លាបគ្រីមសំទោសហើយឡើងម៉ាស៊ីនហើយឬក៏អឺដាក់កៅអៀកតើគាត់បានស្រួលដូចអូនឯងដែរឬអត់គាំងទៀតបាទ Hey brother her internet is not that good okay therefore it keep stuck ដាច់បងអើយ អត់អីទេបាទអូខេយកព្យាយាមអូខេបាទចាចា អឺខ្ញុំចង់សំណួរខ្ញុំចង់សួរថាបន្តទៅពេលនេះតើបងអូនមានសាក្សីរស់ដែលអាចមកបញ្ជាក់ឲ្យបងប្អូនយើងបានដឹងថាគាត់ក៏មានបញ្ហាដូចបងអូនពីមុនប្រើផលិតផលយើងហើយក្រោយពេលដែលគាត់ប្រើហើយគាត់បានផលល្អដូចបងអូនតើបងអូនមានភ្ញៀវណាដែលឬក៏មានអតិថិជនណាដែលមានដែលបានជាដូចបងអូនដែរឬអត់មានទេបាទអចាមានបងប៉ុន្តែគាត់ថាអត់បាននៅក្នុងស្រុកហ្នឹងគាត់អត់មានដែលថាចូលនៅជុំនៅក្នុងស្រុកហ្នឹងណាបាទប៉ុន្អឺតែមានអតិថិជននៅខាងក្រៅមានបាទបងអូនអាចអឺយកអាចរៀបរាប់ពីគាត់ម្នាក់ពីរនាក់បានទេបាទថាមានកគាត់មានបញ្ហាអញ្ចេះក្រោយពេលដែលគាត់ញ៉ាំកាហ្វេហើយក្រោយពេលគាត់មកលាបគ្រីមហើយគាត់បានជាបែបនេះតាមមានអូនអាចលើកមួយពីរបានទេចាមានបងមានបងស្រីដែលឈ្មោះបងអ៊ីរដ្ឋាខ្ញុំហៅគាត់ហៅអ៊ីរដ្ឋាដែលពីមុនគឺគាត់មិនទាន់បានឡើងលើម៉ាស៊ីនហ្នឹងគាត់អត់ទាន់បានស្គាល់ពីផលិតផលហ្នឹងគឺគាត់កាន់ជើច្រត់អញ្ចឹងគឺគាត់ដើរទៅណាអីក៏ពិបាកដែរដល់ពេលថ្ងៃដែលគាត់មកក្រុមហ៊ុនគឺគាត់បានឡើងលើម៉ាស៊ីនហើយប្រើតាំង4មុខហ្នឹងដែរដល់ពេលគាត់ឡើងលើម៉ាស៊ីនទៅរយៈពេលមួយរយៈទៅ10ថ្ងៃធ្វើឲ្យគាត់នឹងលេងកាន់ឈើច្រត់អូខេតែឥឡូវហ្នឹងគឺគាត់បានដើរកំសាន្តទៅប្រទេសចិនហើយគឺគាត់បានរួមបានដើរអីធម្មតាលេងកាន់ឈើច្រត់ដូចមុនអូខេវ៉ាអស្តែចារ្យគាត់មានបញ្ហាកាពះមានបញ្ហាសន្លាក់ហើយនឹងអឺឆ្អឹងដែរសន្លាក់ឲ្យឆ្អឹងបាទចាគាត់ឆ្អឹងគាត់គៀបសរសៃឬយ៉ាងម៉េចគាត់មានបញ្ហាដូចថាចាស់គាត់មានបញ្ហាឆ្អឹងហើយនឹងសន្លាក់របស់គាត់នឹងគាត់ពិបាកនឹងការអង្គុយអញ្ចឹងណាបងអូខេបាទអូខេយល់បាទយល់ចាអូខេចាហើយម្នាក់ទៀតអាចចាមានម្នាក់ទៀតទេចាមានបងហើយមានអ៊ំប្រុសមួយដែលគាត់ពីមុនគឺគាត់បានឡើងលើម៉ាស៊ីនចាឡើងលើម៉ាស៊ីនតែគាត់ពីមុនគឺគាត់មានបញ្ហាទឹកនោមប្រៃហើយក៏មាននៅឈាមហើយនឹងទឹកនោមផ្អែមដែរដល់ពេលគាត់ឡើងគាត់ឡើងលើម៉ាស៊ីនហ្នឹងតបងអត់ទាន់បានប្រាប់យើងឯលោកពូហ្នឹងគឺគាត់អត់បានឡើងគាត់ឡើងលើម៉ាស៊ីនហ្នឹងអត់បានប្រាប់យើងថាគាត់មានបញ្ហាអឺទឹកនោមប្រៃឯងដល់ពេលគាត់ឡើងលើម៉ាស៊ីនហ្នឹងទៅគឺគាត់បានទៅតេស្ត
ឈាមនៅខាងក្រៅគឺលោកគ្រូពេទ្យគាត់ថាធ្លាប់ដែលបណ្ឌិតសុខភាពរបស់គាត់ហ្នឹងបញ្ជាក់មកវិញថាលោកពូដែលពីមុនមានបញ្ហាទឹកនោមប្រៃដល់ពេលឡើងលើម៉ាស៊ីនមួយរយៈហ្នឹងទៅគឺបាត់ជំងឺដែលគាត់ទឹកនោមប្រៃហ្នឹងអញ្ចឹងគឺគាត់ភ្ញាក់ខ្លួនឯងគាត់ថាគាត់នៅឡើងលើម៉ាស៊ីនតែបាត់នឹងជំងឺទឹកនោមប្រៃរបស់គាត់ វ៉ាវអស្ចារ្យក៏ទៅមិនសិនយើងមិនសិនយើងអស្ចារ្យមែនណាអញ្ចឹង ចា បាទហើយចុះឥឡូវគាត់នៅតែបន្តឡើងឬក៏គាត់យ៉ាងណា គាត់នៅបន្តឡើងហើយគឺគាត់នៅប្រើកាហ្វេឡើងលើម៉ាស៊ីននឹងដដែល អូ ឥឡូវគឺបានប្រសើរច្រើនជាងមុន បាទអញ្ចឹងបានន័យថាគាត់អាចថាថ្ងៃមួយគាត់នឹងព្យាដូចមនុស្សយើងធម្មតាវិញបានដែរដោយសារម៉ាស៊ីននឹងមែនទេបាទ ចាចា អូ គឺ ខេ គាត់បានប្រសើរច្រើនជាងមុនដែលគាត់មិនទាន់បានប្រើហ្នឹងក៏ពិបាកដែរព្រោះសាច់គាត់ហើម អូ ព្រោះ ខេ ដល់ពេលគាត់ឡើងលើម៉ាស៊ីនហ្នឹងទៅធ្វើទឹកនោមផ្អែមរបស់គាត់អស់ហើយជើងរបស់គាត់ហ្នឹងធ្លាប់ហើមហ្នឹងក៏បាត់ដែរ លេងហើមបាទ ចាចាឥឡូវលែងហើមហើយឥឡូវគឺគាត់បានឡើងលើម៉ាស៊ីនហ្នឹងរហូត អូខេពិតជាអស្ចារ្យមែនបាទអូខេបាទហើយឥឡូវនេះអរគុណណាស់ដែលបងអូនបានណែនាំមកដល់អ្នកដែលក្នុង Zoom យើងទាំងអស់គ្នានោះបងប្អូនយើងទាំងអស់ក្នុង Zoom នេះអំពីអត្ថប្រយោជន៍ទាំង5ដែលបងអូនលើកឡើងថាម៉ាស៊ីននឹងវាមានអត្ថប្រយោជន៍ល្អបែបណាបាទអូខេឥឡូវនេះដើម្បីកុំឲ្យបងប្អូនយើងរងចាំខ្ញុំចង់សួរបងអូនថាមកទៅពេលនេះតើបងអូនលេងបានទទួលឬក៏បានមានអតិថិជនឬក៏ភ្ញៀវប្រហែលអ្នកហើយច្រើនដែរហើយបង្កើតបានជាក្រុមឬក៏យ៉ាងណាហើយបាទ ចាបងសម្រាប់តែអ្នកគាត់ប្រើច្រើនហើយអ្នកដែលថាគាត់មករួមសហការជាមួយនឹងក៏ច្រើនដែរ ប្រហែលប្រហែលអូនគាត់ប្រហែលបានហើយចំនួន អ្នក ភ្ញៀវ ប្រើ ដែលនៅក្នុងដៃអូន ចានិយាយចំភ្ញៀវនៅក្នុងដៃដែលគាត់កំពុងតែធ្វើហើយកំពុងតែប្រើហ្នឹង40នាក់ វ៉ាវអបអរសាទរបាទហើយមានអញ្ចឹងចំណែកលើសពីមានលើសពីខ្សែមានអត់អ្នកដែលថាគាត់មាន នៅ តា ចុះ បង ឈ្មោះគាត់អត់តន់ ចា គាត់នៅចុះឈ្មោះហើយគាត់អត់ប្រើគាត់អត់ធ្វើ មានលើសនឹងទៀតបងឥឡូវកំពុងតែចូលតថែមទៀត អូខេបាទអូខេអរគុណណាស់បាទអូខេឥឡូវនេះដើម្បីបញ្ជាក់ជូនបងប្អូនយើងថាក្រុមហ៊ុនយើងនឹងវាល្អយ៉ាងណាអីយ៉ាងណាខ្ញុំសូមឲ្យបងប្អូនធ្វើចំណាប់អារម្មណ៍បន្តិចស្ដីអំពីក្រុមហ៊ុនយើងដែលបងប្អូនខំប្រឹងតាំងពីខែ12មកដល់ថ្ងៃនេះតើសកម្មភាពបងប្អូននឹងធ្វើពីមួយថ្ងៃទៅមួយថ្ងៃនឹងវាកាន់តែរីកចម្រើនឡើងឬក៏វាកាន់តែយ៉ាងណាអីយ៉ាងណាបាទបងប្អូនជួយបញ្ចេញយោបល់បន្តិចមកបាទចង់លឺ ចាប ចំ ង ណាប់អារម្មណ៍ពីបងប្អូនបាទ ចាសម្រាប់ខ្ញុំតាំងពីអឺខែ12 2025រហូតដល់ហ្នឹងជិត1ឆ្នាំហើយអញ្ចឹងគឺចំណាប់អារម្មណ៍របស់ខ្ញុំគឺទី1គឺផលិតផលទី2ផែនការទីផ្សារអញ្ចឹងហើយដែលខ្ញុំចោះសកម្មភាពរាល់ថ្ងៃហ្នឹងធ្វើ KPI ហ្នឹងចាបង្កើតមនុស្សថែមទៀតដើម្បីឲ្យគាត់មកឃើញពីឱកាសនៅក្នុងរយៈ Posta ដែលរយៈ Posta អាចឲ្យគាត់បានលើសពីលុយ អូខេលើកពីលុយហ៎អូ ចា ខេ ចា ស្អីគេខ្លះលើកពីលុយហ្នឹង ចាទី1ចាសុខភាព សុខភាព ចាទី2ប្រាក់ចំណូល បាទអូខេ ទី3ចា trip ដំណើរកម្សាន្ត អូខេបាទហើយអា trip ចា ហ្នឹង free មែន trip ហ្នឹង free មែន free បាទ free បាទ free ចាអញ្ចឹង អូខេ ហើយដែលបានលើកពីលុយហ្នឹងគឺសេចក្តីសុខបែប100%នៅក្នុងរយៈ Posta ដែលអាចឲ្យបានបែប100% បាទហើយបើគិតបើអានេះយោងតាមអ្វីដែលបងអូនបានកំពុងតែធ្វើហើយបើតាមខ្ញុំដឹងបងអូនគឺជាថ្នាក់ដឹកនាំម្នាក់ដែលពូកែ
ស្វិតស្វាញស្វាហាប់ធ្វើជាប្រចាំរាល់ថ្ងៃតើប្អូនអាចមានពាក្យណែនាំហើយឬក៏មានទស្សនវិស័យឬក៏ទស្សនវិស័យយ៉ាងថាឬក៏ចក្ខុវិស័យថាតើក្រុមហ៊ុនយើងនេះអាចនាំយើងឲ្យទៅដល់គោលដៅត្រឹមកម្រិតណាខ្លាំងប៉ុណ្ណាតើយើងអាចខ្លាយជាអ្នកមានជាមួយនឹងក្រុមហ៊ុនយើងបានដែរឬទេនេះបើយោងតាមបទពិសោធន៍ដែលប្អូនបាននឹងកំពុងតែធ្វើជិត1 ឆ្នាំនេះ ចាបងសម្រាប់ខ្ញុំចាក់ខុសដែលខ្ញុំមើលឃើញនៅក្នុង Royal Posta ដែលអាចឲ្យខ្ញុំបានចាដល់គោលដៅរបស់ខ្ញុំទី1គឺផលិតផលដែលអាចផលិតផលចាអាចជួយចាប្រជាជនរបស់ខ្ញុំបានទី2គឺផែនការទីផ្សារដែលចាខ្ញុំមកឃើញពីក្រុមហ៊ុន Royal Posta នេះចាខ្ញុំឃើញពីផែនការចំណូលដែលឲ្យបានខ្ញុំរហូតដល់10ផ្លូវចាហើយនឹងចាអាចឲ្យខ្ញុំទៅដល់គោលដៅបានដែលកងវងហើយយូរអង្វែង54,600 54,000 អូខេ ចា បាទ ដែលអាចឲ្យខ្ញុំបាន អូខេបាទហើយតើប្អូនមានកម្រងថានឹងណែនាំនឹងបង្វឹកថ្នាក់ដឹកនាំថ្មីដើម្បីឲ្យគាត់មានឱកាសបានស្គាល់បានធ្វើនៅក្នុងក្រុមហ៊ុនយើងនេះដោយប្អូនដែរឬទេ ចាគឺផែនការរបស់ខ្ញុំគឺខ្ញុំបង្កើតអ្នកថ្មីឲ្យគាត់មកស្គាល់ Royal Posta ហើយឲ្យគាត់មកយល់ដឹងពីប្រព័ន្ធនឹងឲ្យច្បាស់លាស់ខ្ញុំចេះទាំងប្រមាណគឺខ្ញុំបង្រៀនឲ្យគាត់ចេះអ្វីដែលថាខ្ញុំចេះគឺខ្ញុំបង្រៀនឲ្យគាត់ចេះអ្វីដែលថាប្រព័ន្ធបង្កើតឲ្យយើងចេះទាំងអស់គ្នាចា អូខេហើយប្អូនមានអាចគិតថាប្អូននឹងប្រឹងបង្ហាត់បង្ហាញទៅដល់អ្នកថ្មីដើម្បីឲ្យគាត់ខ្លាចទៅជាអ្នកដឹកនាំដោយប្អូនអញ្ចឹងអាចបានដល់ប្រមាណអ្នក10អ្នក20អ្នកឬក៏ប៉ុន្មាននេះការគិតបងអូនណា ចាសម្រាប់ខ្ញុំបង្ហាត់បង្រៀនឲ្យអ្នកថ្មីគាត់មកចាចេះហ្នឹងគឺអត់ដែនកំណត់ អត់បានកំណត់វ៉ាវ ចា អូបាទហើយប៉ុន្តែនៅក្នុងនឹងមានដែលមានគិតថាចង់ធ្វើឲ្យបានមានថ្នាក់នាំល្អណាស់នៅក្នុងក្រុមជាមួយខ្ញុំឲ្យបាន100នាក់ឬក៏30នាក់ឬ50នាក់ដែលទេបាទដែលគិតចឹងឯងបាទ តែគិតបងដែលគិត ប្រហែលប៉ុន្មានបាទដែលគិតទៅចង់បានប្រហែលប៉ុន្មាន100នាក់ បើចង់បានព្រោះធម្មតាអត់អាចកំណត់បានអ្វីដែលតែខ្ញុំចង់បានក៏អត់ដែនកំណត់ដូចគ្នា អាយ៉ាអស្ចារ្យវ៉ាវបេះដូងធំណាបាទហើយបើនេះសំណួរចុងក្រោយដែលខ្ញុំចង់ឲ្យបងអូនអានេះដូចជាការដែលអូនចែកម្លែកទៅឲ្យបងប្អូនយើងនៅក្នុងបន្ទប់ Zoom នេះបានក៏បានលើពីឆន្ទៈនឹងទឹកនឹងការប្រឹងប្រែងរបស់បងអូនតើបងអូនគិតថាក្រុមហ៊ុនយើងក្រុមហ៊ុន Royal Posta កម្ពុជាយើងនេះអាចនាំយើងឲ្យទៅដល់ចំណុចកំពូលដែលយើងចង់បានដែរឬអត់ សម្រាប់ខ្ញុំគឺជំនឿបែប 100% ដែលក្រុមហ៊ុន Royal Posta អាចឲ្យខ្ញុំហ្នឹងទូបានភាពជោគជ័យហើយយូរអង្វែងហើយគង់វង្សថែមទៀតខ្ញុំ1,000,000% នៅក្នុង Royal Posta ខ្ញុំជឿបែប 100% បាទអបសាទរបាទអស្ចារ្យខ្ញុំកុំថាឡើយតែបងប្អូននៅក្នុង Zoom យើងនេះបាទខ្ញុំក៏មានក្តីរំភើបហើយមានក្តីសប្បាយហើយនឹងចង់ធ្វើដូចបងអូនសុកលេងដែរបាទហើយមុននឹងបញ្ចប់តើបងអូនមានជាការណែនាំខ្លីៗទៅកាន់បងប្អូនយើងដែរឬអត់បាទ ចាសម្រាប់ខ្ញុំជូនពរទៅដល់ថ្នាក់ដឹកនាំហើយនឹងបងប្អូនដែលគាត់មិនទាន់បានស្គាល់ Royal Posta ចាអញ្ចឹងគឺខ្ញុំជម្រាបទៅដល់បងប្អូនដែលគាត់ចង់ចូលរួមនៅក្នុង Royal Posta ព្រោះខ្ញុំមកកន្លែងនេះគឺឲ្យបែប 100% ព្រោះខ្ញុំមកឃើញពីឱកាសនៅខាងក្រុម Royal Posta នេះអាចឲ្យបានបែប 100% ជាពិសេសបានផលិតផលល្អហើយចាប្រើភ្លាមទទួលបានផលភ្លាមទី1ទី2គឺផែនការទីផ្សារនៅកន្លែងនេះឲ្យបែប 100% រហូតទៅដល់10ច្រកអញ្ចឹងហើយដែលចាក់ខុសនិស្ស័យរបស់ខ្ញុំមកឃើញពី Royal Posta នៅកន្លែងនេះអាចឲ្យពុកម៉ែបងប្អូនបាន
អ្វីដែលថាខ្ញុំបានគឺពុកម៉ែបងប្អូនគាត់ជាបានដូចខ្ញុំដែរចាព្រោះនៅកន្លែងនេះអាចឲ្យបានចា អរគុណណាអរគុណអូនបាទ ចាអរគុណច្រើន បាទ បងចា បាទអូខេក៏អត់តន់តឡាទេបាទបងអូន ចា នៅចាំឆ្លើយសំណួរក៏លោកមានបងប្អូនយើងឆ្ងល់ចង់សួរអូនបាទបងប្អូន ចា នេះគឺជាអូនសុកលេងដែលគាត់ឡើងមកបកស្រាយអំពីអត្ថប្រយោជន៍នៃម៉ាស៊ីន Vita Wave ដែលមាន5ចំណុចសំខាន់ដែលគាត់បានលើកឡើងបាទទី1គឺគាត់បានប្រាប់ថាម៉ាស៊ីនហ្នឹងវាជួយយើងធ្វើឲ្យសន្លាក់យើងបានស្រួលល្អជាងមុនបើសិនជាបងប្អូនណាមានបញ្ហាសន្លាក់ទី2គឺអឺសាច់ដុំបាទជួយសាច់ដុំហើយនឹងការគៀបសរសៃជាពិសេសបងប្អូនដែលធ្លាប់មានថាចង្កោតបងប្អូនដែលធ្លាប់មានការរមួលក្រពើបាទអាចជួយឲ្យវាបាត់រមួលក្រពើបានដោយសារម៉ាស៊ីនយើងបាទទី3ធ្វើឲ្យលំហូរឈាមគេថាដើរបានល្អតាំងពីក្បាលដល់ចុងជើងហើយដូច្នេះហើយបងប្អូនណាដែលមានបញ្ហាអឺត្រជាក់បាត់ដៃបាត់ជើងឬក៏ត្រជាក់ចុងដៃចុងជើងគឺធ្វើឲ្យបងប្អូនបានធូរស្បើយហើយជាអំពីអាការៈទាំងអស់នោះបាទហើយចំណុចទី4គឺជាចំណុចល្អបំផុតគឺម៉ាស៊ីននេះអាចជួយយើងឲ្យលាងជាតិពុលបាទកម្ចាត់ជាតិពុលដែលជាចំណុចសំខាន់ដែលបងប្អូនទាំងអស់គ្នាមិនថាខ្ញុំមិនថាបងប្អូនគឺតែងបារម្ភជាប្រចាំជារៀងរាល់ថ្ងៃបាទដូច្នេះម៉ាស៊ីនយើងពិតជាអស្ចារ្យណាស់បងប្អូនបាទហើយទី3គឺបងប្អូនណាដែលមានបញ្ហាគេងមិនលក់បាទយប់ឡើងរស័ព្ទរសល់បាទរើចុះរើឡើងគេងអត់លក់ទេបាទម៉ាស៊ីននេះអាចជួយបងប្អូនបានធ្វើឲ្យបងប្អូនអាចគេងលក់ស្រួលទោះបីជាបានតិចមកក្តីប៉ុន្តែងើបឡើងមកគឺស្រឡះព្រោះអីបងប្អូនបានគេងលក់គេថាគេងស្កប់ស្កល់បាទល្អមែនទែនបាទហើយបងអូនសុកលេងក៏បានប្រាប់ថាម៉ាស៊ីននេះល្អបាទដោយសារគាត់បានប្រើហើយជាពិសេសគឺគាត់មានគឺជាអ្នកជំងឺតែម្ដងបាទគាត់បានជាដោយសារម៉ាស៊ីននេះហើយនឹងដោយសារកាហ្វេរបស់យើងដោយសារគ្រីមរបស់យើងហើយដោយសារណែកៅអៀករបស់យើងបាទដូច្នេះបងប្អូននេះគឺជាឱកាសបងប្អូនមកត្រូវការចង់សួរឆ្ងល់កន្លែងណាអំពីម៉ាស៊ីនបាទបើអូនសុកលេងអាចឆ្លើយបានគាត់នឹងឆ្លើយជូននៅពេលនេះបងប្អូនណាមានសំណួរអាចអឺបើកមូតមកហើយសួរបានបាទអត់គិតលុយទេបងប្អូនបាទតន់តែគ្រូសុកលេងគាត់នៅបាទអូខេអញ្ជើញបាទ Hello គេលក់អត់ដល់នោះ Hello អាហួយមានសំណួរទេអាហួយលោកវណ្ណៈមានសំណួរទេអូនចន្ទ ទេ រា បងអត់មានទេបងអត់មានទេបាទ អត់មានទេអូខេ បាទ អូចេះអស់ហើយណាតែមើលថ្ងៃណាមកធ្វើតេស្តម្ដង ហ្នឹងហើយអត់អីទេបងតេស្តបាន អាយ៉ាលយអូខេខ្ញុំនិយាយលេងទៅបាទតាមពិតខ្ញុំក៏មិនទាន់ចេះមក តែ ដែរ សា បាទ ចេះបងដោយសារតែមុនវងមិនបានចាប់អារម្មណ៍នឹងធ្វើទេអញ្ចឹងណា បាទ ពីខ្ញុំទៅវិញខ្ញុំទិញយកទៅប្រើខ្លួនឯង បាទ ពេលអញ្ចឹងកាត់កញ្ចប់មកប្រើខ្លួនឯងទាំងអស់អញ្ចឹងអាចដឹងថាផលិតផលណាវាមានគុណភាពចំពោះខ្ញុំឯណាអាណាយ៉ាងម៉េចបាទហ្នឹងហើយ បាទដូចគ្នាដូចគ្នាចំណែកខ្ញុំក៏ចង់ដែរបាទខ្ញុំប្រើទាំងអស់ហើយបាទស្រឡាញ់ពីបេះដូងស្រឡាញ់ពេញបេះដូងបាទ anhប្រាច់nó អូ đọc ខេបងប្អូនមានសំណួរបាទបងប្អូនមានសំណួរសួរហើយបាទតន់គាត់នៅបាទឱកាសនេះគឺជាឱកាសយើងហើយបាទសួរគាត់សួរទៅបាទគាត់អាចឆ្លើយបានបើគាត់ឆ្លើយបានទេនឹងមានថ្នាក់លើជួយបន្ថែមបាទអូខេបើអត់ទេខ្ញុំនឹងបញ្ចប់ការសម្ភាសន៍ជាមួយនឹងបងអូនសុកលេងអូនសុកលេងត្រឡប់មកវិញមកកុំតន់ទៅណាបាទអូខេមើលទៅបងប្អូនយកមានសំណួរអីទេបាទអរគុណអូនសុកលេងម្ដងទៀតបាទដែលបានឡើងមកបកស្រាយ
យ៉ាងក្បោះក្បាយបាទពុតមែនតែភ័យប៉ុន្តែធ្វើបានល្អបាទអរគុណណាហើយខ្ញុំជឿជាក់ថាបងប្អូនយើងទាំងអស់នៅក្នុងបន្ទប់ Zoom នេះគឺថាអាចធ្វើបានដូចប្អូនដូចគ្នាបាទពីព្រោះអីម្នាក់គឺថាសុទ្ធតែអ្នកមានថ្មីដៃបាទខ្ញុំជឿបាទខ្ញុំជឿដូច្នេះអាទិត្យក្រោយយើងនឹងមានវាគ្មិនដ៏ល្អម្នាក់ទៀតដែលគាត់នឹងឡើងមកបកស្រាយអំពីមានរៈក្រៀមយើងបាទហើយយើងនឹងមានមានវាគ្មិនល្អឡើងមកជាបន្តប៉ុន្តែចង់បញ្ជាក់ជូនបងប្អូនថានៅអាទិត្យក្រោយពេលដែលវាបងប្អូនយើងឡើងមកបង្ហាញអំពីអត្ថប្រយោជន៍នៃផលិតផលរបស់យើងហើយលោកគ្រូ TJ គាត់នឹងមានឡើងមកណែនាំចំនួនកន្លះម៉ោងអំពីយុទ្ធសាស្ត្រហើយយុទ្ធវិធីដើម្បីយើងអាចធ្វើបានលឿនជាងធម្មតាបាទពិតជាអស្ចារ្យមិននេះគាត់បានប្រាប់ខ្ញុំគាត់បានប្រហើបប្រាប់ខ្ញុំថាចាប់ពីអាទិត្យក្រោយទៅគាត់នឹងព្យាយាមឡើងមកបង្ហាញពីក្បាច់ពិសេសដើម្បីធ្វើឲ្យយើងអាចធ្វើបានលឿនហើយយើងទទួលបានជោគជ័យឆាប់បាទអូខេបងប្អូនបាទអូខេយើងមានបងប្អូនណាមានចង់ថែមថយទេបាទលោកគ្រូផល្លាមានចង់ថែមថយអត់លោកគ្រូជំរាបសួរលោកគ្រូវិជ្ជការដល់ផ្ទះនៅបាទលោកគ្រូមានចង់មានអីចង់ថែមថយតិចតួចទេបាទបាទបងដូចជាមិនមានអីថែមថយទេពាក់ព័ន្ធជាមួយនឹងការធ្វើបទបង្ហាញព្រោះការធ្វើបទបង្ហាញគឺបងសុកលេងគាត់ធ្វើបានល្អហើយគាត់ថាពាក់ព័ន្ធជាមួយនឹងម៉ាស៊ីនពេលបច្ចុប្បន្ននេះធ្វើនិយាយចំទៅគឺវាពិតជាល្អហើយវាជាផលិតផលមួយដែលមានប្រជាប្រិយភាពហើយវាជាផលិតផលឯកនៅក្នុងក្រុមហ៊ុនបាទដោយសារហេតុអីបានវាជាផលិតផលឯកបាទដោយសារទី1គឺយើងទិញតែវាតែម្ដងបាទយើងទិញម៉ាស៊ីនវាយតែវាតែម្ដងទេហើយយើងប្រើបានរាប់ឆ្នាំអញ្ចឹងបាទងាយលក់ជាងគេហើយមានប្រសិទ្ធភាពខ្ពស់បាទហើយបើប្រៀបធៀបទៅជាមួយនឹងផលិតផលនៅក្នុងក្រុមហ៊ុនផ្សេងយើងមានគ្រប់ជម្រើសអញ្ចឹងយើងមានតាំងពីម៉ាស៊ីនម៉ាស្សាយើងមានតាំងពីកាហ្វេសុខភាពយើងមានតាំងពីគ្រីមហើយយើងមានតាំងពីប្រទេសតេរ៉ាហឺតហើយក៏បច្ចុប្បន្នយើងក៏បានរៀបចំក្នុងការធ្វើ presentation ដោយថ្នាក់ដឹកនាំយើងដែលគាត់មានចំណេះក្នុងការបង្ហាញហើយឆ្លងកាត់ការប្រើប្រាស់ដូចបាទបានឲ្យយោបល់គាត់មុននឹងចូលរួមគឺគាត់បានប្រើសិនបាទអញ្ចឹងថ្នាក់ដឹកនាំរបស់យើងមកដល់ពេលនេះរួមទាំងបងដែលជាពិធីករសុទ្ធតែឆ្លងកាត់នៅផលិតផលទាំងអស់ពិតអញ្ចឹងសម្រាប់ខ្ញុំមិនមានខាងច្រើនទេដោយសារទី1អត្ថប្រយោជន៍គឺយើងបានធ្វើការបង្ហាញពីថ្នាក់ដឹកនាំយើងរួចហើយខ្ញុំមានតែការជូនពរឲ្យបងប្អូនទាំងអស់ជោគជ័យសម្រាប់អាជីវកម្ម Royal Bosta យើងធ្វើជាមួយគ្នាយើងជោគជ័យទាំងអស់គ្នាហើយព្យាយាមក្នុងការហៅអ្នកថ្មីមកចូលរួមស្ដាប់ពីផលិតផលឲ្យបានច្រើនដើម្បីឲ្យគាត់យល់ដឹងហើយបើសិនជាគាត់អត់ចេះ Zoom ទេអាចឲ្យគាត់អញ្ជើញមកក្រុមហ៊ុនដើម្បីរៀនបន្ថែមដើម្បីឲ្យខាងយើងបង្រៀនយើងអាចមានថ្នាក់ដឹកនាំក៏អាចបរៀនគាត់បានបុគ្គលិកយើងក៏គាត់ចេះបាទដានីគាត់ចេះដែរយើងគាត់អាចទៅក្រុមហ៊ុនទៅគឺយើងមានគ្នាយើងបង្រៀនគាត់បន្ថែមពាក់ព័ន្ធនឹងការល្អណាស់បាទល្អបាទល្អលោកគ្រូល្អបាទទី1គាត់អាចមកចូលរួមកម្មវិធីមួយយើងយល់ដឹងពីផលិតផលព្រោះជាងការពេលខ្លះគាត់មានការភ្លេចបាទ
មានការផ្លេចការប្រើប្រាស់ពាក្យប្រើនិងអត្ថប្រយោជន៍ បាទ បាទខ្ញុំមានប្រសាសន៍អរគុណច្រើនបងសូមអរគុណ អូខេបាទអរគុណបាទអរគុណអូខេអូខេអញ្ចឹងដើម្បីបញ្ចប់បាទសូមបងប្អូនបើកអូខេបើកវីដេអូទាំងអស់គ្នាហើយនឹងចាំលោកគ្រូផល្លាឬហើយចាំខ្ញុំប្រាប់លោកគ្រូ TK ឲ្យគាត់ថតយើងអស់គ្នាបាទអូអ្នកគ្រូជំរាបសួរអ្នកគ្រូបាទអ្នកគ្រូវិជ្ជការអ្នកគ្រូមានមតិយោបល់តិចតួចដើម្បីនឹងបំពេញជូនវាគ្មិនយើងហ្នឹងអ្នកគ្រូបាទអ្នកគ្រូ ចា បើក ជំរា ម៉ៃ ប បើកម៉ៃ អឺខ្ញុំអត់មាន ជំរាបសួ អី របាទ បំពេញបន្ថែមទេតែគ្រាន់តែខ្ញុំចង់ថាតាមរយៈការទទួលបានណាចាតាមរយៈការទទួលបានពីការ share ចែកម្លែករបស់ស៊ីនីអែមសុកលេងថ្ងៃនេះចាតកតងទៅនឹងម៉ាស៊ីន Vitawell ហ្នឹងចាការពិតម៉ាស៊ីន Vitawell យើងមានអីដែលអស្ចារ្យច្រើនជាងហ្នឹងទៀតចាមិនមែនមានត្រឹមតែ5ចំណុចដោយគាត់ share ទេចាគឺមានលើសពីនឹងច្រើនចាហើយនឹងពីវិធីប្រើសម្រាប់អ្នកដែលគាត់ទិញម៉ាស៊ីន Vitawell ហ្នឹងយកទៅប្រើហ្នឹងរបៀបវិធីសាស្ត្រក្នុងការប្រើហ្នឹងក៏ងាយស្រួលចាងាយស្រួលក្នុងការប្រើហើយមានគុណភាពខ្ពស់ចាហើយពេលដែលប្រើទៅគឺឲ្យប្រសិទ្ធភាពហ្នឹងកាន់តែខ្ពស់ទៀតហើយអ្វីដែលលើសពីរំពឹងទុកហើយនឹងការគិតរបស់យើងណាពីលើសពីហ្នឹងគឺម៉ាស៊ីន Vitawell របស់យើងបាទអាចទៅជួយសម្រួលប្រព័ន្ធចរន្តឈាមនៅក្នុងសរីរាង្គកាយរបស់មនុស្សយើងបានយ៉ាងមានប្រសិទ្ធភាពចាមនុស្សយើងដែលមានវ័យចំណាស់ហ្នឹងគឺភាគច្រើនគាត់មានបញ្ហាសរសៃឈាមចាមានបញ្ហាសរសៃឈាមហើយនឹងបញ្ហាឆ្អឹងសន្លាក់សាច់ដុំបាទអញ្ចឹងតកតងទៅនឹងឆ្អឹងសន្លាក់សាច់ដុំនេះបើសិនជាយើងកើតវាហើយចាបើសិនជាយើងកើតមានជំងឺនឹងហើយយើងមានអ្នកខ្លះគាត់ប្រើថ្នាំអត់បាត់ទេគាត់មានការទៅប្រើដូចរបៀបថាប្រើការចាប់តសៃគ្រូខ្មែរគ្រូអីបន្ថែមអញ្ចឹងណាចាតែម៉ាស៊ីនរបស់យើងនេះគឺវាជួយបានទាំងអស់ចាជួយកាត់បន្ថយការចំណាយទៅលើការចាប់តសៃកាត់បន្ថយទៅលើការចំណាយប្រើថ្នាំពេទ្យចាហើយក៏កាត់បន្ថយទៅលើការចំណាយអីផ្សេងទៀតជាច្រើនដូចជាហាត់ប្រាណអីចឹងម៉ាស៊ីន Vitawell យើងក៏អាចជួយជំនួសការហាត់ប្រាណដែរចាអញ្ចឹងនៅមានច្រើនចំណុចទៀតដែលយើងទទួលបានពីម៉ាស៊ីន Vitawell ណាចាជាពិសេសគឺសម្រួលសរសៃឈាមសម្រាប់អ្នក stroke យើងជួយបានអ្នក stroke ហ្នឹងចាដែលគាត់ដើរអត់រួចហ្នឹងគឺពិបាកធម្មតាមនុស្ស stroke ធ្ងន់ខ្លួនណាចាធ្ងន់ណាចាដូចស្លាប់មួយចំហៀងខ្លួនអញ្ចឹងមនុស្សស្លាប់គឺធ្ងន់ចាអញ្ចឹងពេលដែលគាត់មានបញ្ហា stroke គឺគាត់ធ្ងន់ខ្លួនតែនៅពេលដែលគាត់ឡើងម៉ាស៊ីនយើងបានតែត្រឹម 3-4 ដងគឺឲ្យគាត់ស្រាលខ្លួនគាត់រហ័សរហួនដើរស្រួលជាងមុនអញ្ចឹងចាអញ្ចឹងគុណប្រយោជន៍នឹងច្រើនជាងនឹងទៀតអញ្ចឹងសូមឲ្យបងប្អូនទាំងអស់គ្នានៅពេលដែលយើងមានអតិជនមានភ្ញៀវជន់ម៉ាស៊ីនឬក៏ប្រើប្រាស់ម៉ាស៊ីនយើងសូមឲ្យយកចិត្តទុកដាក់ហើយសង្កេតឲ្យបានច្រើនចាសង្កេតនៅក្នុងការប្រើម៉ាស៊ីនហ្នឹងហើយសង្កេតនៅអាការៈរោគរបស់អ្នកជំងឺម្នាក់ហ្នឹងចាសង្កេតឲ្យបានច្រើនពីព្រោះពេលជន់ទៅវាមានការក្តៅវាមានការបែកញើសចាមានជាពិសេសអ្នកឈឺក្បាលវិលមុខអីហ្នឹងគឺជន់តែមួយផ្លែតគឺបាត់ហើយអញ្ចឹងណាចាបាត់ឈឺក្បាលវិលមុខអញ្ចឹងសំខាន់នៅលើ leader យើងឯងនៅពេលដែល leader របស់យើងប្រើម៉ាស៊ីនសូមឲ្យប្រើដោយការយកចិត្តទុកដាក់ហើយសង្កេតណារៀនសង្កេតពីអត្ថប្រយោជន៍ពីគុណប្រយោជន៍ដែលយើងបានប្រើម៉ាស៊ីនហ្នឹងណាចានៅពេលដែលយើងសង្កេតគឺយើងលក់ដាច់យើងលក់ម៉ាស៊ីនហ្នឹងកាន់តែដាច់ចាអញ្ចឹងអីដែលសំខាន់ហ្នឹងគឺខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាយកចិត្តទុកដាក់នឹងរឿងម៉ាស៊ីនបើសិនជាយើងចង់លក់ម៉ាស៊ីនដាច់បានកាន់តែច្រើនតើតែយើងប្រើវាដោយការយកចិត្តទុកដាក់ចាហើយបញ្ជូនបន្តទៅដល់អង្គភាពរបស់យើងចាហើយមុនខាងម៉ាស៊ីនកុំភ្លេចញ៉ាំទឹកក្តៅមួយកែវចាដើម្បីថែមហើយនឹងលាបគ្រីមផងចាអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេចាអញ្ចឹងសូមអរគុណច្រើនហើយជឿជាក់ថាបងប្អូនទាំងអស់គ្នានឹងធ្វើបាត់ម៉ាស៊ីនយើងតម្លៃរៀងថ្លៃតិចប៉ុន្តែលក់ដាច់ដោយសារអីតម្លៃវាអត់មានបញ្ហានៅពេលដែលម៉ាស៊ីនយើងមានគុណភាពខ្ពស់អញ្ចឹងណាចាអញ្ចឹងសូមឲ្យបងប្អូនយើងលក់ម៉ាស៊ីនដាច់កាន់តែច្រើនចាប់ពីខែនេះតទៅចាអរគុណច្រើនជម្រាបលាបងបាទអរគុណអ្នកគ្រូបាទអរគុណបាទអរគុណអ្នកគ្រូណាបាទអរគុណអ្នកគ្រូបាទអូបាទ
ជំរាបសួរលោកគ្រូបាទអរគុណណាស់អ្នកគ្រូគាត់បានបាទអ្នកគ្រូគាត់បានបន្ថែមនៅចំណុចល្អបាទសូមគាត់សូមផ្ដាំឲ្យបងប្អូនយើងទាំងអស់នៅក្នុងZoom នេះបាទហើយនៅបងប្អូននៅខាងក្រៅក៏ដោយបាទពេលដែលយើងប្រើម៉ាស៊ីននៅពេលដែលយើងឡើងម៉ាស៊ីនពីតាពេលយើងបាទសូមមេត្តាសង្កេតសង្កេតឲ្យអ្វីឲ្យយើងដឹងថាតើអត្ថប្រយោជន៍ដែលយើងមានហើយនឹងអត្ថប្រយោជន៍ដែលយើងមិនទាន់ដឹងថាវាជាអត្ថប្រយោជន៍បន្ថែមនោះយ៉ាងណាបាទព្យាយាមធ្វើឲ្យបានព្យាយាមបន្ថែមឲ្យសង្កេតបន្ថែមដើម្បីយើងបានទទួលនៅបទពិសោធន៍ថ្មីបាទដែលម៉ាស៊ីននេះបានផ្ដល់អត្ថប្រយោជន៍មកឲ្យមនុស្សយើងបាទហើយគាត់ជឿជាក់ថាមែនម៉ាស៊ីនយើងបើគាត់ទៅរៀងថ្លៃមែនក៏ប៉ុន្តែគុណតម្លៃនិងគុណប្រយោជន៍របស់ម៉ាស៊ីនគឺខ្ពស់ខ្ពស់មែនទែនបាទគឺយើងអាចជំនួសការហាត់ប្រាណបានដូចចាស់បើសិនជាគាត់មិនអាចហាត់ប្រាណបានទេម៉ាស៊ីននឹងអាចជួយគាត់បានបាទឬក៏បងប្អូនណាដែលប្រកបមុខរបរជាច្រើនគាត់ហត់នឿយខ្លាំងគាត់អត់មានឱកាសអត់មានពេលទៅហាត់ប្រាណគាត់អាចជាវយកម៉ាស៊ីននឹងទៅហើយគាត់អាចឡើងម៉ាស៊ីននឹងបាននៅក្នុងពេលយប់អីចឹងទៅបាទសុទ្ធតែចំណុចល្អអំពីម៉ាស៊ីនបាទដូច្នេះបងប្អូនសូមព្យាយាមស្វែងយល់ហើយយើងនឹងលក់ម៉ាស៊ីននេះឲ្យបានច្រើនបាទចាប់ពីថ្ងៃតទៅបាទនេះគឺជាការណែនាំនិងបណ្ដាំរបស់អ្នកគ្រូ Chairman វិទ្យាការបាទសូមអរគុណដល់សូមបងប្អូនមេត្តាបើកវីដេអូមកបាទ Hello brother we would like to turn on the video and then we'll take picture all together yeah and then we will close the meeting បាទលោកគ្រូផល្លាឬក៏អ្នកគ្រូដែលលោកគ្រូឌីណាមេត្តាជួយថតបាទពីព្រោះខ្ញុំអត់អាចខ្ញុំអត់ទូរស័ព្ទខ្ញុំអត់សូវថតអត់សូវស្អាតខ្ញុំអត់ដឹងថតមិនគេបាទលោកគ្រូជួយបាទអូខេបងប្អូនទាំងអស់គ្នាបាទ Hi brother បាទ take some picture okay and then I will close this scene for a while. I need close this scene for a while. yeah Give me a minute. okay everybody is on now okay That camera left. I can barely hear you Say 1, 2, 3. On. thank Good you job. Yeah, good yeah job. thank you so much yeah okay I will make a report okay a brief report and then I send this to you yeah Next week. yeah and next week okay we'll meet again and then I will let you show us the tip the best tip for us yeah okay thank you so much ជម្រាបបងប្អូនអរគ្នាបាទសុខសប្បាយបាទជំរាបលាបងប្អូនគ្នាហើយ ជម្រាបលាបាទបងប្អូនណាមិនទាន់ហូបបាយបាទហូបបាយឆ្ងាញ់បាទមកចិត្តទាំងអស់អរគុណជំរាបលា អរគុណណាស់បាទអរគុណជម្រាបលាបាទ